สะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทธุรัตนัตยัสสะวันดามิទូលព្រះបង្គំខ្ញុំព្រះករុណាជាអង្គម្ចាស់សូមលើកកំបងគងអញ្ជលីក្រាបសំពះនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដ៏ខ្ពង់ខ្ពស់សពកាលទាំងពួងនិងសូមនមស្ការចំពោះព្រះអង្គគ្រូចៅអធិការវត្តសេកមាសបុប្ផាសាមគ្គីមហាវិហារនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លារាប់អានសូមចម្រើនពរដល់មហាពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលបានអញ្ជើញមកអំពីទីជិតនិងទីឆ្ងាយចូលរួមឧបត្ថម្ភជ្រោមជ្រែងក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីកសាងចាក់ដីទិញដីបរិវត្តបន្ថែមដែលស្ថិតនៅវត្តសេកមាសបុប្ផាសាមគ្គីមហាវិហារស្ថិតនៅភូមិព្រៃលក្ខនាងឃុំជ្រៃបាក់ស្រុករលាភៀខេត្តកំពង់ឆ្នាំងអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់បានស្ដាប់នៅសន្តរកថាខ្លីៗដែលព្រះអង្គគ្រូចៅអធិការជាម្ចាស់ព្រះអង្គបានរៀបរាប់បាញ់មិញឃើញថាកំសត់ណាស់ញោមតម្រាំបានកើតទីអារាមនេះមកនឹងគឺមានអាមីមកេះហើយចាន5សព្រា5ស្ដាប់ទៅចង់ហូរទឹកភ្នែកញោមកំសត់ទីកន្លែងដែលកើតថ្មីហើយសូមបញ្ជាក់ថាវត្តនេះគឺជាវត្តប្រសង់ខាងគណៈធម្មយុត្តិកនិកាយនៃប្រជាណាចក្រកម្ពុជាយើងអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គួរគប្បីជ្រាបទាំងអស់គ្នាដែរថាទោះបីជាគណៈធម្មយុត្តក្តីគណៈមហានិកាយក្តីគឺជាប្រសង់បួសដើម្បីឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធហើយជាអ្នកទ្រទ្រង់ពុទ្ធសាសនាព្រះសង្ឃគណៈធម្មយុត្តក៏ព្រះពុទ្ធសាសនាព្រះសង្ឃគណៈមហានិកាយក៏ព្រះពុទ្ធសាសនាដូចគ្នាហើយញាតិញោមទៅខាងណាក៏បានដូចគ្នាធ្វើបុណ្យណាអត់មានប្រកាន់ថាទៅខាងនេះបានត្រូវទៅខាងនោះមិនត្រូវមែនទេញោមត្រូវទាំងអស់បានបុណ្យដូចតែគ្នានឹងពីព្រោះកសាងឡើងដើម្បីអីកសាងវត្តឡើងដើម្បីអីទី1ឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធឯចំណុចទី2ទុកជាសម្បត្តិរបស់រដ្ឋចំណុចទី3សម្រាប់ញាតិញោមមកធ្វើបុណ្យធ្វើទានរក្សាសិលឬក៏ចម្រើនមេត្តាភាវនាឬក៏សិលសមាធិបញ្ញាបើញាតិញោមប្រព្រឹត្តធម៌សិក្សាធម៌នៅផ្ទះវាមិនស្ងប់ចឹងមែនទេញាតិញោមអញ្ចឹងបានពាក្យថាវត្តអារាមអាត្មានឹងកាត់ឲ្យប្រែឲ្យញោមស្ដាប់វត្តអារាមពាក្យថាវត្តនឹងប្រែថាកន្លែងដែលប្រតិបត្តិ
nó nhiệt nhung aram nắng cái prai tha cần lấy đại lưỡi riêng rứ có cần lấy đầy riêng chất chẳng vọt aram nắng bài một vinh tha prai màu ruộng tha cần lấy pro để bắt rứ có bắt để bắt thô đầm bay áo về riêng chất chẳng bàn miền biệt thà vọt aram ấy cho vọt aram về miền pre về hia về miền cốt về miền vạch chật cốt miền sả lá thom mẹ sập hìa pre về hia cứ cần láiประสงค์ធ្វើឧបោសថដូចជាសង្កកម្មមានឧបោសថកម្មបវារណាកម្មអភិនកម្មកឋិនកម្មឧបសម្បទាកម្មបួសជាភិក្ខុអញ្ចឹងទៅហើយដល់ពេលសាលាធម្មសភាមកពីសាលាបូកនឹងធម្មបូកនឹងសភាសាលាហ្នឹងគេប្រែថាកន្លែងរៀនសភាហ្នឹងប្រែមកថាទីប្រជុំឬក៏កន្លែងប្រជុំធម្មគឺធម៌សាលាធម្មសភាកន្លែងប្រជុំរៀនធម៌ដោយញោមចំណាំវត្តខ្លះឲ្យតែថ្ងៃសិលគឺប្រសក់គេមកហ្នឹងសមាទានសិលហើយស្ដាប់ប្រសង់ធ្វើពិធីបត្តាអនុមោទនាមយៈបុណ្យសពគ្រប់បែបយ៉ាងហើយញោមពិសាបាយហើយគេរៀបចំបោសសម្អាតសាលាហ្នឹងវត្តហ្នឹងហើយរួចរាល់ពីហ្នឹងហើយគេប្រជុំគ្នារៀបនឹងទៅផ្ទះគេថ្វាយបង្គំព្រះរួចរាល់ហើយគេសន្ទនាធัวសាកសួរធัวអាជាមួយប្រសង់ឬក៏ញោមអាចារ្យតូចអាចារ្យធំអាចារ្យល្មមអីហ្នឹងពិភាក្សាគ្នាដេញដោលសិល5ហ្នឹងមានន័យដូចម្ដេចសិល8មានន័យដូចម្ដេចទានមានន័យដូចម្ដេចសិលមានន័យដូចម្ដេចសមាធិមានន័យដូចម្ដេចគេចេះដេញដោលសួរគ្នាល្ងាចបន្តិចបានគេទៅផ្ទះវិញនឹងអាត្មាធ្លាប់កាលសិក្សានៅកាលអាត្មានៅគណៈមហានិកាយកាលនោះរៀនសិក្សានៅកំពង់ហ្លួងស្រុកអង្គរបូរីខេត្តតាកែវឃើញតាយាយហ្នឹងគេមកហ្នឹងគេអត់រវល់ទេគេមកដេញដល់សាកសួរធរអាល្ងាចម៉ោងប្រហែលជា3ឬ4បានគាត់អញ្ជើញត្រឡប់ទៅផ្ទះវិញដោយឡែកអីមួយចំនួនធំមិនអញ្ចឹងទេមកវត្តហ្នឹងគឺមកបញ្ញាប់ជួនកាលមិនបាននឹងប្រកេនចង្ហាន់លោកផងប្រើគេប្រកេនជំនួសទៅទៀតខ្លះទៀតហ្នឹងមកវត្តហ្នឹងបើថាមកបញ្ញាប់ដូចមិនបាច់មកទេញោមទៅមើលកូនឲ្យគេវិញទៅឬក៏នៅមើលមន់អីចឹងទៅហាលស្រូវកុំឲ្យវាស៊ីស្រូវព្រោះមួយខែមានតែ4សិល8រោច8កើតពេញបោខែដាច់ហើយអាថ្ងៃផ្សេងនោះរវល់ហើយអាមួយខែតែ4ថ្ងៃហ្នឹងនៅតែរវល់ទៀតញោមជីវិតយើងគ្រប់គ្នាបើញោមមិនចេះឆ្លៀតឱកាសទេជីវិតហ្នឹងគឺរវល់ដល់ស្លាប់ព្រោះមនុស្សយើងទាំងប្រសង់ទាំងប្រសក់ឲ្យតែបថុជជន់ញោមមិនតាន់បានសម្រេចធម៌រវល់គ្មានទីបញ្ចប់ទេចឹងមែនទេញាតិញោមរវល់អ្នកមានទ្រព្យសម្បត្តិរត់ដល់រវល់ជាងអ្នកក្រទៀតមូលហេតុអីបានគេមានគេរវល់ខ្លាំងណាស់គេគ្មានពេលមកវត្តស្រួលទៀតគេគ្មានពេលអង្គុយលេងស៊ីគូដូចយើងទេហើយក៏គ្មានពេលអង្គុយនិយាយដើមកូនប្រសាកូនបកើតដូចយើងដែរគ្រាន់តែម៉ោង4មិនតាន់ទេឡើងរៀបចំអីវ៉ាន់ហើយស្រេច5កន្លះ6គេមកទិញលក់ហើយបដ ாய் ប៉ុន្តែអ្នកមានទ្រព្យសម្បត្តិគេហៅថាអ្នកមានហ្នឹងមូលហេតុបានជាគេមានបុណ្យគេពីមុនល្អហើយគេមិនងាយធ្វើទេបុណ្យតែបើគេធ្វើមួយច្បាស់របស់គេហ្មងបើថាកសាងព្រះមួយអង្គដាច់តែឯងហ្មង
សសរវិហារឆ្លើយម្ដងមួយដើមឬពីរដើមម្នាក់ឯងតែហ្មងដីអីបើថាក្រុងតែទិញប្រកេនមហាត់ម្នាក់ឯងតែហ្មងប៉ុន្តែគេមិនងាយធ្វើទេបើគេធ្វើគឺច្បាស់តែហ្មងហើយយើងមូលហេតុអីបានជាអត់បានជាគ្មានជាតិហ្នឹងជាតិមុនហ្នឹងហូបច្រើនយ៉ាងធ្វើបុណ្យចាយច្រើនលេងលបែងច្រើនហើយមិនសូវជឿបុណ្យទេមិនសូវខ្វល់រឿងឲ្យទៀនទេបានជាជាតិនេះវាខ្សត់វាអត់ឥឡូវកុំឲ្យវាខ្សត់វាអត់ញោមធ្វើបុណ្យធ្វើទៀនតាមជីវិតយើងនៅរស់តែស្លាប់ទៅគ្មានណាហាលខ្មោចមកធ្វើបុណ្យកើតទេអញ្ចឹងមែនទេញាតិញោមហើយបុណ្យសំណុកធ្វើជាងគេវត្តថ្មីអញ្ចឹងសំណុកធ្វើកន្លែងណាក៏បុណ្យដែរថាវត្តចាស់ក៏បានបុណ្យដែរប៉ុន្តែកសាងពេញអស់ទៅហើយហ្នឹងវត្តខ្លះធ្វើឲ្យអស់លីងមិនដឹងធ្វើអីបានលុយមកឆ្លោះតាមមួយអាចារ្យគណៈកម្មការឲ្យលោកឆ្លោះតែគ្នារឿងលុយព្រោះវត្តធ្វើឲ្យអស់នោះហើយដល់វត្តយើងខ្សត់ចេះដោយលោកគ្រូលោកប្រកាសមិញហើយញោមដីថាពីហាត់ជាងចិត្ត3ហាត់មិនតាន់ជាធំទេចឹងញោមណាមានដីជាប់វត្តហ្នឹងប្រកេនលោកទៅវត្តកសាងយ៉ាងម៉េចកុំឲ្យវត្តហ្នឹងវាចេញមកអារបៀបឆែវញោមចេញមករៀងការ៉េ4ជ្រុងធ្វើលបងទៅវាស្អាតអញ្ចឹងពីព្រោះសេនាសនៈអាត្មាសំដែងបន្តិចចុះបំណាច់ថាបដិជ្ជគុណជាម្ចាស់លោករៀបរាប់អំបញ្ញមិញថាវត្តនេះធ្វើបុណ្យផ្កាដើម្បីប្រមូលបច្ច័យទិញដីបរិវត្តបន្ថែមអញ្ចឹងអាត្មាសំដែងអំពីបុណ្យបានទាំងយប់បានទាំងថ្ងៃបុណ្យបានទាំងយប់បានទាំងថ្ងៃហ្នឹងនៅក្នុងទេវតាសង្យុត្តដែលមានទេវតាបានទូលទៅសួរព្រះសម្មាសម្ពុទ្ធបបពុទ្ធព្រះអង្គដ៏ចម្រើនបុគ្គលឲ្យនៅអ្វីឈ្មោះថាបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃណែបានព្រះសម្មាសម្ពុទ្ធព្រះអង្គវិសច្ចនាថាអារាមរោបាវនរោបាយេចនាសេតុការកាបបញ្ចឧតបាណាញ្ចយេតៈតន្តិឧបស្សយ៉ាងទេសន្តិវាចរតោចសធាបញ្ញបវត្តតិធម្មត្ថាសីលសម្បណ្ណាទេចនាសកគិមិណោមនាលទេវតាបុណ្យបានទាំងយប់បានទាំងថ្ងៃដល់បកលពួកនេះអ្នកញោមពួកណាណាញោមចាំស្ដាប់បានបុណ្យទាំងយប់បានបុណ្យតែថ្ងៃដល់បកលដែលបានកសាងផ្លូវថ្នល់កសាងស្ពានកសាងរោងដាក់ទៀនទឹកជីកដូងជីកស្រះដាំដើមឈើជាម្លប់ដាំសួនច្បារបុណ្យរមែងចម្រើនដល់បកលនោះឯងបានទាំងយប់បានទាំងថ្ងៃអញ្ចឹងបានវត្តតែងតែមានទិញដីបរិយាបន្ថែមដាំដើមឈើជាម្លប់ដាំសួនច្បារហើយមានសាលាធម្មសភាសាលាសំណាក់អីហ្នឹងដូចញោមបានចូលរួមកសាងអញ្ចឹងគេធ្វើដំណើរមកវត្តយើងបានចេញប្រាក់ដើម្បីជាវដីវត្តអញ្ចឹងឲ្យតែអ្នកបានមកចូលវត្តហ្នឹងឈានជើងមកជន់ដីវត្តហ្នឹងពេលយប់យើងបានបុណ្យពេលយប់គេមកពេលថ្ងៃយើងបានបុណ្យពេលថ្ងៃឃើញទេឃើញបុណ្យអញ្ចឹងញោមដូចសាលាធម្មសភាយើងចូលរួមសសរមួយដើមពីរដើមឬក៏ក្បឿងមួយការ៉េពីរការ៉េអីសពគ្រប់បែបយ៉ាងការ៉ូអីទាំងអស់ស៊ីម៉ង់អីចាក់សាបចាក់បេតុងអីទាំងអស់គេមកជ្រក់គេមកធ្វើបុណ្យនៅក្នុងសាលាយើងហ្នឹងពេលយប់យើងបានបុណ្យយប់ពេលថ្ងៃយើងបានបុណ្យថ្ងៃគឺនេះញាតិញោមស្ដាប់បានទេញាតិញោមអញ្ចឹងហើយបានជាញាតិញោមអ្នកការពុទ្ធសាសនាយើងហ្នឹងគាត់ឲ្យទៅលឺប្រសង់លោកប្រកាសហ្នឹងគាត់មិនបង្ងើយមិនកន្តើយទេគាត់តែងតែលះទ្រព្យសម្បត្តិដើម្បីធ្វើបុណ្យដើម្បីឲ្យទាន
ហើយយើងធ្វើនោះធ្វើដើម្បីអ្នកណាណាញាតិញោមធ្វើដើម្បីអ្នកណាគឺដើម្បីខ្លួនយើងនឹងឯងអត់មានដើម្បីអ្នកណាទេយើងធ្វើដើម្បីកូនដើម្បីប្តីវាទល់តែយើងទៅវិញចែកបុណ្យឲ្យកូនចែកបុណ្យឲ្យប្តីទៅបានតែបើយើងមិនចែកទេបុណ្យបានតែយើងអ្នកធ្វើណាញោមដូចយើងពិសាបាយចឹងណាញោមអ្នកហូបមិនមែនទៅឆ្អែតប្តីទេស្ដាប់តណាញោមអ្នកហូបមិនមែនទៅឆ្អែតកូនទេញោមហូបគឺឆ្អែតញោមនឹងឯងយ៉ាងណាមិញការធ្វើបុណ្យឲ្យទានក៏ដូចគ្នាដែរអញ្ចឹងណាចឹងបានសេនាសនៈហ្នឹងលោកចែកទៅមាន4ទី1វិហារៈសេនាសនៈសំដៅដល់សាលាកុដិព្រះវិហារធំធំទី2មញ្ចបៃថៈសេនាសនៈអាហ្នឹងសំដៅដល់ញោមកសាងដូចជាវច្ចកុដិបង្គន់ក្រេណាក្រេលោកសឹងហ្នឹងកៅអីអង្គុយតុកអីហ្នឹងអាហ្នឹងគេហៅថាមញ្ចបៃថៈសេនាសនៈដល់ទី3សន្ធតៈសេនាសនៈទី3ស្អីគេញោមណែពិដានរនាំងវាំងនួនតុងកំរាលលោកគង់កំរាលព្រំកំរាលពូកកំរាលខ្នើយស្រោមពូកស្រោមខ្នើយអីហ្នឹងអាហ្នឹងគេហៅថាសន្ធតៈសេនាសនៈមញ្ចបៃថៈសេនាសនៈអាហ្នឹងទី3ដល់ទី4ឱកាសសេនាសនៈសំដៅដល់ទីធ្លាវត្តអារាមទាំងមូលបានដល់ដីវត្តព្រំប្រទល់គ្រប់បែបយ៉ាងទាំងអស់អញ្ចឹងបែរមកវិញថាញោមមានសទ្ធាញោមចូលជា1ការ៉េក្តី2ការ៉េក្តីដែលគេអ្នកលក់ហ្នឹងញោមជាវទៅគឺបានប៉ុណ្ណាញោមពីព្រោះកសាងវត្តនេះមិនចំពោះប្រសង់អង្គណាមួយទេគឺទុកជាសម្បត្តិរបស់សង្ឃក្រោមការគ្រប់គ្រងដ៏ធំគឺរដ្ឋអ្នកគ្រប់គ្រងប៉ុន្តែអ្នកដែលមើលការខុសត្រូវគឺព្រះចៅអធិការភិក្ខុសាមណេរនិងឧបាសកឧបាសិកាលោកអាចារ្យគណៈកម្មការចំណុះជើងវត្តយើងនឹងដែលអ្នកមើលថែទាំមើលការខុសត្រូវអញ្ចឹងណាញោមពីព្រោះយើងអ្នកកាន់ពុទ្ធសាសនាញោមត្រូវដឹងពុទ្ធសាសនាដែលអាចគង់វង្សទៅបានណាញោមដោយបរិស័ទទាំង4ពួកញោមដោយសារតែកម្មវិធីនឹងតម្រូវសម្ដែងកន្លែងហ្នឹងអាត្មាក៏លើកបញ្ហាហ្នឹងដើម្បីក្រើនរំលឹកដល់ពុទ្ធសាសនុបឋមអ្នកទំនុកបំរុងពុទ្ធសាសនាពុទ្ធសាសនិកជនអ្នកស្រឡាញ់រាប់អានពុទ្ធសាសនាពុទ្ធបរិស័ទអ្នកដែលនៅជុំវិញវត្តអារាមអ្នកដែលនៅជិតព្រះសម្មាសម្ពុទ្ធនេះឲ្យបានដឹងបានជ្រាបថាព្រះពុទ្ធសាសនាដែលអាចរុងរឿងទៅបានអាស្រ័យបរិស័ទទាំង4ពួកភិក្ខុ1សាមណេរ2ឧបាសក3ឧបាសិកា4អញ្ចឹងបើខ្វះបរិស័ទទាំង4ហ្នឹងក៏មិនអាចញ៉ាំងពុទ្ធសាសនាឲ្យរុងរឿងបានដែរឥឡូវញោមកសាងវត្តតែអត់មានប្រសង់សួរថាញោមកសាងដើម្បីអីញោមធ្វើដើម្បីអីអាត្មាបើក Facebook ឃើញមានវត្តមួយអត់មានលោកមួយអង្គទេញោមលបងមានពាត់ជុំវិញទាំងអស់កុដិមានសាលាឆាន់មានព្រះវិហារមានស្រះទឹកមានសពគ្រប់តែអត់មានលោកអាហ្នឹងក៏មិនដឹងធ្វើវត្តដើម្បីអីដែរណាញាតិញោមក៏មិនដឹងធ្វើវត្តដើម្បីអីដែរហើយសួរថាប្រសក់អត់ទេមានប្រសក់នៅជុំវិញវត្តចិត្តវត្តទៅជាវត្តបាត់ទ្វារចោលញាតិញោមដឹងមូលហេតុទេណាមូលហេតុវាមាន2ចំណុចធំទី1
លោកគ្រូអ្នកដឹកនាំក្នុងវត្តលោកដឹកនាំមិនត្រូវអាហ្នឹងក៏ធ្វើឲ្យបែកបាក់ផ្ទៃក្នុងប្រសង់ឲ្យប្រសង់មិនត្រូវគ្នាក៏វត្តហ្នឹងអត់ទៅមុខបានដែរចំណុចទី2ប្រសង់លោកស្រឡាញ់គ្នាហើយលោកសាមគ្គីគ្នាហើយតោះតែប្រសក់លោកដៃប្រសក់ខ្លះធំជាងលោកទៀតញោមប្រសក់ខ្លះណាធំជាងលោកទៀតមានកន្លែងខ្លះគេនិយាយថាវត្តហ្នឹងបើគេឲ្យលោកនៅគឺនៅគេឲ្យលោកចេញគឺចេញអាត្មាតែបើខ្លាំងអញ្ចឹងមិនលេងប្រពន្ធមកបួសធ្វើសក្រាយទៅអត់ទេដេកឲ្យប្រពន្ធឲ្យរាល់ថ្ងៃឲ្យចេះមកបញ្ជាលោកមានវត្តមួយទៀតភ្លើងវត្តអាដុំភ្លើងធំអាបារ៉ែតធំគឺនៅផ្ទះអាចារ្យសោឃ្លាំងសោមីទឹកសុទ្ធទឹកដោះគោតែស្ករសនៅអាចារ្យអ្នកកាន់ភ្លើងបើអាចារ្យកាច់បិទវត្តហ្នឹងគឺលុបបើអាចារ្យបើកគឺភ្លើងហ្នឹងវត្តហ្នឹងភ្លឺដល់ថ្នាក់ហ្នឹងណាញោមចាំមកថាសំណាងវត្តហ្នឹងមិនមែនគ្រូឡុងច័ន្ទថាទៅធ្វើសក្រាចបើគ្រូឡុងច័ន្ទថាទៅត្រូវហើយតាហ្នឹងមកដៃបាក់ថ្មិញអស់រលីងញោមអីស្រួលដែរដល់វត្តអញ្ចឹងមានអីលោកនៅពីរដល់លោកនៅពីរខ្មោចលួងរត់បកាចមូនួបនៅវាឆ្ងាញ់អញ្ចឹងទៀតណាញោមមិនលេងសើចទេរឿងពិតនៅក្នុងសង្គមបច្ចុប្បន្នយើងហ្នឹងអាហ្នឹងរឿងពិតសួរថាគេនិយាយថាបើគេឲ្យនៅគេឲ្យចេញឥឡូវប្រសក់មកពី8ទិសមកវត្តហ្នឹងគេមកដើម្បីគណៈកម្មការអាចារ្យឬក៏គេមកដើម្បីប្រសង់ក្នុងវត្តញោមចូលបន់ជាមួយលោកឬក៏ញោមចូលបន់ជាមួយប្រសក់ញោមចូលបន់ជាមួយលោកហើយចឹងបើវត្តអត់លោកញោមឯងធ្វើម៉េចមិនបាច់ចូលទេទៅផ្ទះវិញមិនបាច់ចូលមិនបាច់ខ្មោចលងស្អីទេទៅផ្ទះវិញញោមឯងយកលុយទៅផ្ទះវិញនោះមិនបាច់ចូលទេនេះវាមានច្រើនណាស់មិនមែនរឿងលេងសើចទេណាបើអាត្មាមិននិយាយថាចំវត្តណាទេគាត់ថាថតវីដេអូហ្នឹងអាចនឹងស្ដាប់យល់ហើយគេធ្វើបុណ្យជាមួយលោកជាមួយប្រសង់ណាគេអត់មានធ្វើបុណ្យជាមួយប្រសក់ទេប៉ុន្តែសរសើរដែរគណៈធម្មយុទ្ធសរសើរត្រង់ថាដូចលោកគ្រូអាត្មាមកហ្នឹងលោកគ្រូអនុគុណស្រុកកោះអណ្ដែតខេត្តតាកែវលោកជូនអាត្មាមកណាលោកគង់នៅនោះគឺលោកស្រុកកោះអណ្ដែតហាមដាច់ខាតរឿងប្រាក់កសាងវត្តអីហ្នឹងមិនអោយប្រសក់កាន់ដាច់ខាតតែមកគេធ្វើបុណ្យមួយលោកអ្នកកាន់លោកអ្នកមើលត្រូវកសាងធ្វើនេះធ្វើនោះចាត់ចែងនេះចាត់ចែងនោះអាហ្នឹងបានណែលោកដឹកនាំត្រូវកន្លែងហ្នឹងពីព្រោះជួនកាលមានវត្តខ្លះធ្វើដូចលោកសក្រាចហ្នឹងភ្លើមិនដឹងអីចឹងក៏ឋិនបាន$10000ប្រសក់គេ4ភូមិដឹងគេចែកគ្នាមិនអីញោម$10000អញ្ចឹងណា$10000វា40លានដល់40លានគេចែកគ្នាកាន់ទៅមួយភូមិ10លានមួយភូមិ10លានទៅគេធ្វើដូចលោកនៅវត្តហ្នឹងឆាន់ថ្មហើយលោកឆាន់ចានណាចានតទេហ្នឹងលោកមិនចេះឆាន់បាយណាហើយគេធ្វើដូចគេហែកឋិនមកហ្នឹងឲ្យគេយកទៅផ្ទះឲ្យប្រពន្ធគេអញ្ចឹងណាគេហែកឋិនយកមកប្រគេនសង់ក្នុងវត្តដើម្បីប្រើប្រាស់បច្ច័យ4ចាត់ចែងកសាងវត្តឯងយកលុយវត្តទៅផ្ទះហើយស្រួលដែរគេយកទៅផ្ទះគេឲ្យកូនគេទិញសាំងលក់គេឲ្យកូនគេចងការតាមភូមិបើធ្វើស្រែទៅវាពិបាកខ្ចីលុយធនាគារគេយកលុយហ្នឹងរកស៊ីស្រួលរបស់គេណាគេធ្វើអញ្ចឹងណាប៉ុន្តែហើយអាលុយក្តៅកាហាយញោមយកទិញជ្រូកដល់ចិនងាប់គោនោះចាំទាងាប់មន់អញ្ចឹងចុះឲ្យវាលេខខ្សោយអញ្ចឹងនោះឲ្យសំមុខរបស់ក្តៅកាហាយគេយកមកដាក់វត្តកសាងវត្តឯងយកឲ្យកូនចងការហើយអាអ្នកយកលុយអញ្ចឹងទៅឈឺមិនសូវជាទេឈឺតែមួយខែងាប់2ខែងាប់អស់ហើយក្តៅកាហាយហើយបើមិនងាប់ទេរៀបងាប់ហ្នឹងវិញច្បាច់អាចច្បាច់នំនៅហ្នឹងអញ្ចឹងយកឲ្យសំមុខឲ្យដឹងថាមុននឹងគេចូលគេលើកទូលផុតក្បាលគេឲ្យកសាងគេឲ្យចាត់ចែងក្នុងវត្តគេប្រគេនសង្ឃ
ai vô tôi hổ xí tròn ca lên tổng tin này na coi chẳng đâu ai dê khác còn chẳng này dê khác dê của con là cha đó còn bè cha dê đấy là cha sọc kê nữa đi che dê năng bàn ta năng hoặc lùi áo như vậy bị đạn nọ spia ấy thợ đôi lùi hụn ai nhá chẳng giỏi xòm một hay vô tao khó một chút ấy lên năm bắt chẳng giỏi xòm một nhôm của phong năng nâng năng về chẳng đó nhôm con chơi tập hơn pí con chơi tập hơn pí nhôm chẳng thế cứ thà là bọt năng vót đây mà đông tức mà thọc nắng bảo lô cướp cro mình ban ao lô nắng món tao na tao dương và sọ nắng đi ta ao bọc quân ao côn ở đó là ngay ấy mà che chặt chai lô thơ đi không bị nay lô thơ chết không bị nay với ba năm mặt đầy vì coi vẫn không hoa mà lô thơ chèn trâu lô thơ chèn trâu thế ai thơ đôi kê nó đại buộc bọt cho năm này vậy bị đăng cục rương lột quạt anh mình là o ấy lột quạt anh chứ lột quạt anh cho tổ lột quạt na là o đôi thật kia đó nhớ mà bài rồi lột quạt na là o đi nhớ sẽ bài toán á cột chma hay là cột ngam ngấu với bọn ôn kia đi sẽ đặt bàn đấy rồi na là o đó bà phong soi đôi thật kia đó cùng a lập biếp đã chăm đồ sẽ ai là khá mình giấy là mình về đó là thầm giấy tăng thà thầm cài thầm giấy ta chân nhôm nam muốn có muốn mình muốn có ốp đâu thầm chơi tê bị châu cột bò sạch khai cái mình muốn đấy bên bị châu nhật nhôm thuê bần thì trai thuê chơi hình trong thầm mình chơi bị châu em chân đây anh vậy ai mà chô ghê chắc á thổi non với bạch ấy lùi lơ học anh thầm ai vậy ta chắc là thầm ai hoàng anh bờ bà nhôm na khổ bàn vú thầu vô bờ lắm trâu ơi cô bị pray bà học bà đạm bờ chả tụng bàn vú chân bên đấy nhôm ai xa bà lạ bà học đạ score mới bụng mà lùi qua hồ tích chân bên nằm bờ đây thầm aiสังเกตเคยสมัยสอบไงnhiệt nhôm nè thưa bồn nhiệt nhôm nè thưa tiến thầm aiเคยthành nhôm vô bàn trơn nhôm vô trơn và vô trơn nhôm là vô đấm đôi ẩm nát ban đắc ban sắc xa pi lục cru chẳng bà thầm ai chọn lược nữ chai da miền bốn nhóm chai da cái prai thầm một lúc miền bốn á nhưng mà mà lợt một lúc buồn giang nắng thấy và chọp ti muối mà ta bị tụ chai da một lúc mái một lúc ẩu nhóm bà khmer mai áo dương khmer chỉ vứt ruột đo sọt ngày thế chẳng mê này nhóm chẳng mai áo nó một lúc kháng á chẳng mê này xong bay tại dương thưa bông của son lắm còi dương nấc rồi lất ở tứ đó mai ở đây chân mền đấy nhộm vì pro ấy miền chỉ vứt ruột đo sọp ngay đòi xá mà lục mái mà lục ẩu ti pi nhiệt tại chai già mà lục nhiệt dương đó á chả đôn mũi chả đôn pi chả đôn phân lắm á bà nẹ khla ruột nâu ọt nhiệt miền này thế nè khla tiết mai âu slap tấu bàn nâng say ghế mình pu mình nhưng mình nhiệt chẳng mấy này nhổm đôi xa nhiệt nè đôi xa nè quạt chỉ nhiệt nhom quạt chỉ chỉ pu chỉ bom ôn nó xưa sạch nhiệt nhom quạt này non nhom tớt nhom miền ngày này cái này ruột nâu bà khmiên nhiệt quạt khmiên một lúc đây ai khmiên một lúc quạt khmiên sọc đây ti bay cử rụ chai da một lúc cru nhôm dương ban che đánh đòi xa cru chẳng mê đấy nhôm bào sân chỉ khmer cru bằng hát bằng hai phlâu dân đang thảm mai âu dương chỉ cru ti mua ấy bằng tay cru ốp ở chia dê cha cứ chỉ cru ti pi là bỏ dương bào có sao cái thác cru bờ riêng
ao dương che lê che hạ so nó có chỉ nẹt men côn dương đại bà phần này nẹt bù vĩnh cứ ốp bạch chia rồi có ốp bạch sam bạch tia cha là kêu nẹt sốt bầm pin ốp bạch sam bạch tia có chỉ kêu ốp bạch chia có chỉ kêu con là tham maสังเกต khơi sầm mai sọp ngày đi nẹt khác ban tầm nay ban bom xạ về tao chỉ lấy scroll kêu lên đằng kêu nhôm anh chữ chát đấy nhôm à bà sân chia nhôm anh và cao côn hỡi sạp đã côn kì rô xi miên bán khliệt ngay hay côn nó cứ chưa tam và cuốn á côn và cao nhớ nó vì chưa tam và cuốn nhung nhung á đó là hỡi sạp ta và cuốn cái plom từ chia than đấy thầu oi mai âu của lúc bọn ai ban thầu của bọn ai năng miên côn lơ mai âu trăm quạt khăn mom á hay mai âu khác có đăng khuôn thật có trên nè có cáo chẳng có mạch của rụp cáo chẳng mấy nó nhóm bắt nè côn trao mà xiết khác với bằng khom oi mai âu của rụp vía trâu ấy nhóm trâu ấy trâu tê nhóm ấy thà trâu mình trâu tê tham ma prat về cho làm với tàu chia mai nè bạc cao côn oi mai thoại cùng côn cái lại nó bạc nguồn nè nhôm tham ma prat nè bầm ma cứu smart năng bầm ma ở phục mà đai công tay vì nè nopel na mùi đê tham ma prat nhôm mày đâm cứu tua bay chỉ cọp việc mai cái tháp put cứu cùng oi trap tay cho bạc cứu oi vô cứu nhôm tua bay chỉ cọp sờ văng u của mua của con chê phải trao dân na cả đâu tay năng put bọc cọp á cùng trap tay bởi cho bác có bằng hát bằng hang khăn ông xà la đấy có mặt tay ao dương nó tàu sổ văn u của đôi quạt ấy chẳng mấy đấy nhổm nè quạt miền côn khăn ông xà la nè cao xà la quạt thôi ấy chỉ được bọc quạt dương mình ai cho mát quạt bàn tê mình ai mơ người bàn tê sầm mai đi nhôm mặt tê nè là bàn bồn bàn sạc bàn cất dục bông pua mục pua mọt hơi cầm nào khuôn ai thật cao tranh vì nà tớt miên mặc bao sọp ngày nắng cao tranh vì nà nãy làm mơ cung cả lại nắng á hay nãy đây là mơ cung nắng ập du ập chạp ấy nhô mà bịa khmai bồ ran có chẳng nằm túc á có tha nẹ na bầm mát ở bụng mà đai bàn côn về màu côn nâng bầm mát về vinh đôi cao với bầm mát âu mai về chân bên đây nhô miền rừng môi kềnh về chơi còn cừu sa môi nắng cái hồ xì miền này cái thơ tẹt thùng mây cái nâu tạc nia kia và đây cái và quần cái cồn kì đó là âu nâng cha cái kết tha bạch ở đây tẹt mấy mà mặc hai tít slap ở đây luôn nó quạt cha hỏi cầm ôi bạ làm bạ cho cái thơ tôm ai nâu mục tẹt bay cái năng đó là chẳng tấu cồn không mấy người xua vì xua thảo là mấy bàn ôi ta mẹ lơ tét ôi con mẹ đấy con cha hỏi nà mùi bạ cho bạ lan mùi tiết con ruộng như ở đây đó ôi con mẹ nông tôm nâng chóc không mấy nó bị chám á đó là phê mau bài miền tràn các bạn lõ ọt đua đã ôi ta hô với ọt ôi âu hô với sao là vô tà lau đô mau vì na một đua bài ôi âu hô đói cô nâng su cho ấu mình đặt chan ở con hốt đặt chan nó phải là nhẹ nháy na bôi con cha ấy hộp đặng tà lau nó còn tà bán mẹ na cái đắng á chầm ôi phải là nhẹ nháy ngày mùi nó ta nó còn slap bát tấu cô nâng về chám á nhôm mẹ cô nâng về chám đó là pê đau bên âu mà đòn nụ mình ôi nâu tẹt thầm mây vậy nè cho xua tha cho anh mình ôi nâu tẹt thúng ôi anh nâu tới cao ta ôi anh tha cha hỏi nâu lơ tẹt đấy ôi anh đôi ta đây lắm nâu mẹ lơ tẹt đấy tẹt mây tẹt lói mong mẹ tôm trắng mà ôi anh của ruộng du đồ kia đó là pê bái đặt mấy bạn đặt là ôi âu gì ôi hốt chắc cao ta ôi anh tha đã trả nó bà lãi trả hỏi nó bạ liền nhảy tại tà lao món đâu thế nhé khi riêng tám nhôm khi riêng tám ấy chân nhôm thầu chám á
ញោមធ្វើបាបគ្រូធ្វើបាបឪពុកម្ដាយយ៉ាងណាកូនចៅយើងក៏វាធ្វើបាបយើងដូចគ្នាអញ្ចឹងគេថាតំណតលើកដុំកុកភ្លេចជុំតែជុំមិនដែលភ្លេចកុកទេកុំប្រមាថអ្នកមានគុណឲ្យសោះញោមណាជាពិសេសគ្រូឧបជាយាចាដែលបានបំពោះបានបង្ហាត់បានបង្ហាញបានបង្រៀនយើងទោះបីជាយើងមានបុណ្យស័ក្តិឋានៈខ្ពស់យ៉ាងណាកុំជឿតាមគេញុះញង់ប្រមាថគ្រូយើងឲ្យសោះបាបធ្ងន់ណាស់ញាតិញោមអាហ្នឹងអញ្ចឹងគរុឆាយាទី3មលុបគឺគ្រូទី4ពុទ្ធសាសនឆាយាមលុបគឺព្រះពុទ្ធសាសនាណែញោមក៏មិនមានមលុបព្រះពុទ្ធសាសនាក៏យើងមិនមានដល់សពថ្ងៃនេះដែរហើយព្រះពុទ្ធសាសនាដែលអាចរុងរឿងទៅបានដែលអាចថិតថេរទៅបានសម័យសពថ្ងៃហ្នឹងក៏ដោយសារដែលយើងបានកើតក្នុងទេសៈសម្បត្តិគឺប្រទេសដែលមានឋានៈដឹកនាំប្រកបដោយគុណធម៌ទើបមានប្រសង់អ្នកបួសទើបមានពុទ្ធសាសនាអញ្ចឹងបើសិនជាมันមានឋានៈដឹកនាំมันមានឋានៈដឹកនាំប្រទេសល្អទេมันអាចថែរក្សាសុវត្ថិភាពបានទេពុទ្ធសាសនាក៏มันអាចថិតថេរនៅក្នុងប្រទេសនឹងបានដែរញោមអញ្ចឹងអរគុណទៅអរគុណឋានៈដឹកនាំទៅដែលធ្វើឲ្យយើងមានប្រសង់អ្នកបួសមានញាតិញោមធ្វើបុណ្យធ្វើទានកើតហ្នឹងដូចចំនួន3ឆ្នាំ8ខែ20ថ្ងៃគ្មានទាំងប្រសង់មានវត្តអារាមតែมันអាចធ្វើបុណ្យធ្វើទានបានទេតែដល់សម័យសពថ្ងៃនេះគឺយើងធ្វើបុណ្យធ្វើទានបានពេញលេញបរិបូរណ៍អញ្ចឹងអរគុណទៅញាតិញោមអើយដែលមានមលុបពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាយើងក៏សូមអនុមោទនាសំរុំតាមពេលវេលាញោមមិនបានបន្តទៀតទេម៉ោង5:34នាទីហើយផ្លូវឆ្ងាយណាញោមហើយអាត្មាស្អែកហ្នឹងត្រូវសំដែងធម៌ទេសនានៅខេត្តកពតវត្តអាយុយឺនយូរគ្រូស្គាល់ណាវត្តអាយុយឺនយូរវត្តហ្នឹងញោមណាចង់បានអាយុ180ទៅវត្តហ្នឹងអាយុយឺនយូរចុះបើវត្តណាអាយុយឺនយូរអីហ្នឹងបើចាំមើលបកើតវត្តមួយទៀតវត្តអាយុខ្លីអាហ្នឹងលែងមានអ្នកទៅរមងញោមវត្តអាយុយឺនយូរវត្តអាយុខ្លីអត់មានទេវត្តអាយុខ្លីមានវត្តអាយុយឺនយូរអាយុយឺនយូរនោះគឺអាយុវែងហ្នឹងហើយញោមវត្តហ្នឹងក៏ថ្មីដែរញោមមិនជាចាស់ទេចឹងទេសូមចូលរួមមានប្រមាណប៉ុណ្ណេះលើសលួសខ្វះខាតក៏សូមអធិស្ឋានលើកបុណ្យលើកកុសលប្រគេនប្រគុណម្ចាស់គ្រប់ព្រះអង្គជូនបុណ្យញាតិញោមពុទ្ធបរិស័ទស្រីប្រុសសូមទទួលបានចំណែកបុណ្យកើតពីធម្មទាននេះឲ្យបានគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាការចូលរួមសម្ដែងចប់តែប៉ុណ្ណេះអេវ៉ាន់